ជួបមកដល់នេះហើយនេះចេញបញ្ជាក់ជូនពីខ្ញុំនៅកម្លាំងនៅខាងជួរមុខខ្ញុំបញ្ជាក់ជូនបងប្អូនអ្នកគ្នាបានជ្រាបទី1សម្រាប់ការបើកប្រាក់ខែគឺការបើកប្រាក់ខែគឺបើកគ្រប់ចំនួនហើយទី2គឺសម្រាប់ការបើកប្រាក់ខែជាទូទៅបាទបើកនៅក្នុងមួយខែម្ដងបើកកំណងថ្ងៃទី24ហើយនឹងយូរបំផុតអាចចូលដល់ថ្ងៃទី26 27ហ្នឹងហើយក្នុងមួយខែគឺត្រូវបើកម្ដងក្នុងកំណងថ្ងៃទី24គឺត្រូវបើកហើយយូរបំផុតថ្ងៃទី26 27ហើយបាទហើយចំណុចទី3សម្រាប់ខោអាវគឺបើកគ្រប់គ្រាន់មួយឆ្នាំគឺត្រូវបើកបាន2ដងហើយក៏មានខោអាវតាមរដូវកាលដែរបាទមានដូចជាអាវភ្លៀងខែធ្លាក់ភ្លៀងគឺមានឧបត្ថម្ភមកនៅអាវភ្លៀងហើយសម្រាប់ខែរងាគឺមានអាវរងាមកហ្នឹងគឺចំណុចទី3ហើយសម្រាប់ចំណុចទី4ស្បែកជើងអីក៏មានដែរបងប្អូនក៏ប៉ុន្តែភាគច្រើនយើងនៅក្នុងព្រៃភ្នំអីថាបែកជើងវាសើមអាចនឹងដោះឲ្យងាយស្រួលពាក់ខាងនេះគឺបែកជើងផ្ទាត់ហ្នឹងសម្រាប់ការពាក់ជើងផ្ទាត់ឃើញបងប្អូនឃើញខមមិនថាអត់មានបែកជើងមានអីចឹងទៅនេះខ្ញុំបញ្ជាក់ជូនហើយអ៊ំខ្លះគាត់អត់សូវចូលចិត្តពាក់បែកជើងតែបើកមកហ្នឹងទេគាត់ឈឺជើងគាត់អីហ្នឹងទៅគាត់ចូលចិត្តពីច្រើនបែកជើងផ្ទាត់សម្រាប់ខ្ញុំក៏ពាក់បែកជើងផ្ទាត់ដែរហ្នឹងចំណុចទី4សម្រាប់បែកជើងហើយសម្រាប់ចំណុចទី5ការជួយរបស់បងប្អូនទាំងអស់គ្នាទាំងក្រៅស្រុកនិងក្នុងស្រុកគឺជាចំណែកមួយចូលរួមដល់កងទ័ពយើងជួរមុខហើយអរគុណខ្លាំងមែនទែនហើយសម្រាប់ជំនួយទាំងអស់នេះមិនមែនតែជាការជួយមកតែប៉ុណ្្នឹងទេគឺមួយទៀតដែលធំជាងគេដែលមិនអាចកាត់ថ្លៃបានគឺជាការចូលរួមគឺជាការផ្ដល់កម្លាំងចិត្តដល់កងទ័ពយើងជួរមុខអញ្ចឹងពិតជាអរគុណខ្លាំងមែនទែនហើយជូនពរដល់បងប្អូនទាំងអស់គ្នាសុខសប្បាយហើយខ្ញុំមានតែប៉ុណ្្នឹងដើម្បីបញ្ជាក់ជូនបងប្អូនទាំងអស់គ្នាបាទសូមអរគុណច្រើន